មានបសសសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារខ្ញុំពិតជាចង់បានបសសដោយកម្មករដែរខ្ញុំជាអ្នករត់កង់3ខ្ញុំពិតជាចង់បានបសសណាស់ខ្ញុំក៏ចង់បានបសសដែរនយោបាយពង្រីកភាពក្របដណ្ដប់បសសដល់អ្នកនៅក្នុងបន្ទុករបស់កម្មករយុទ្ធតាមរយៈការស្ម័គ្រចិត្តហើយគោលដៅរបស់យើងគឺ3លានអ្នកបាននេះទៅឥឡូវបសសយើងមានសម្រាប់បងប្អូនកម្មករកម្មការលីហើយប៉ុន្តែប្តីកូននៅក្នុងបន្ទុកអត់បានទេព្រោះថវិកាយើងបង់នឹងពេលព្យាបាលទៅបានគ្របដណ្ដប់តែបងប្អូនប៉ុន្តែឥឡូវយើងមានជំរឿនបងប្អូនអាចហៅថាបង់ភាគទានបន្ថែម 15,600 រៀលក្នុងមួយខែអញ្ចឹងគឺពេលដែលគ្រួសារបងប្អូនកូនចៅដែលទៅព្យាបាលគឺគ្របដណ្ដប់ដោយបងប្អូនចឹងមិនបាច់បង់លុយយើងបង់តែ 15,600 ក្នុងមួយខែដើម្បីធានាឲ្យគ្រួសារយើងមានអញ្ចឹងយើងនឹងពង្រីកវិសាលភាពនេះខ្ញុំមានចិត្តរំភើបណាស់ដែលបានលើសម្ដេចធិបតីប្រកាសផ្ដល់បានបសសជូនដល់អ្នកដែលមានមុខរបរផ្ទាល់ខ្លួននិងសមាជិកនៃក្រុមគ្រួសាររបស់ខ្ញុំពេលបានលើសម្ដេចហ៊ុនម៉ាណែតប្រកាសបែបនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះគ្រួសារខ្ញុំក៏អាចធ្វើបានបសសបានដែរខ្ញុំសប្បាយចិត្តណាស់នៅពេលដែលសមាជិកគ្រួសាររបស់ខ្ញុំក៏អាចទទួលបានបសសនាងខ្ញុំពិតជារំភើបខ្លាំងណាស់នៅក្នុងនាមនាងខ្ញុំជាពលរដ្ឋម្នាក់ជាតារាចម្រៀងដែលបានលើកប្រសាសន៍សម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសផ្ដល់ការគាំពៀជូនពលរដ្ឋដែលមានរបររកស៊ីផ្ទាល់ខ្លួនក៏ដូចជាអ្នកនៅក្នុងបន្ទុកអាចទទួលបានសមាជិកបសសដូចជាអ្នកដែលធ្វើការនៅក្នុងក្រុមហ៊ុនសហគ្រាសគ្រឹះស្ថាននិងមន្ត្រីរាជការផងដែរការពង្រីកវិសាលភាពនេះខ្ញុំយល់ឃើញថាល្អសម្រាប់បុគ្គលដែលគាត់មានមុខរបរអីគាត់នៅផ្ទះនេះគឺល្អណាស់សម្រាប់វិសាលភាពមួយនឹងចាសម្ដេចធិបតីជាក្តីសង្ឃឹមរបស់ពួកយើងទាំងអស់គ្នាខ្ញុំអរគុណសម្ដេចហ៊ុនម៉ាណែតអរគុណរដ្ឋាភិបាលដែលជួយឲ្យពួកខ្ញុំមានបានបសសមានសម្ដេចធិបតីពួកខ្ញុំមានសង្ឃឹមខ្ញុំរំភើបណាស់ខ្ញុំក៏អាចធ្វើបានបសសបានដែរខ្ញុំក៏មានបានបសសដែរអរគុណសម្ដេចធិបតីហ៊ុនម៉ាណែតអរគុណសម្ដេចហ៊ុនម៉ាណែត